សុំផ្ដាំតិចទៅដល់បងដែលទិញ spray យកមកបាញ់តាមព្រិលម៉ាស៊ីនត្រជាក់នេះណាបាទអញ្ចឹងសម្រាប់ Toyota Prius ខ្ញុំសុំមិន recommend ទេបើមិនចង់ចូលដើមបាទឡានត្រជាក់មិនត្រជាក់វាអាស្រ័យទៅលើនេះបាទអានេះកញ្ច្រែងបាទកញ្ច្រែងត្រជាក់បាទកញ្ច្រែងត្រជាក់អញ្ចឹងវាជួយផ្នែកធំមែនទែនបាទសម្រាប់ម៉ាស៊ីនត្រជាក់យើងហើយអានេះគេហៅ air បាទ air វាចម្រោះខ្យល់ហើយបងប្អូនថែរក្សានេះ air បានល្អair នេះថែរក្សា air នេះបានល្អក៏កញ្ច្រែងយើងនេះក៏វាមិនងាយនឹងមានបញ្ហាវាមិនងាយនឹងមានដីមានអីចូលទៅដល់កញ្ច្រែងនេះដែរបាទអញ្ចឹងបើសិនជាកញ្ច្រែងនេះអត់សូវមានដីវាប្រកបណាស់កញ្ច្រែងយើងនឹងមានខ្យល់ដែលចេញមកគឺខ្យល់ល្អបាទហើយវាខ្យល់មកចេញខ្លាំងបាទវាជាត្រជាក់វានៅចម្រោះជាត្រជាក់បានល្អណាបាទដោយសារនេះវាកញ្ច្រែងត្រជាក់ប៉ុន្តែបើសិនជាយើងថែរក្សា air នេះបានល្អបាទវាធ្វើឲ្យដីយើងហ្នឹងបាទដីកតិចធូលីកតិចដីចូលមកដល់ក្នុងនេះកាន់តែច្រើនវាកាត់បន្ថយជាត្រជាក់ទៅតាមហ្នឹងបាទហើយប្រើអានេះអត់ល្អក៏វាធ្វើឲ្យកាត់បន្ថយខ្យល់ត្រជាក់ចេញមកដូចគ្នាដែរបាទអានេះកាត់បន្ថយខ្យល់បើសិនជាយើងប្រើវាអត់ត្រូវនេះបាទហើយមានដីមានអីកាន់ច្រើនប៉ុន្តែជាត្រជាក់ហ្នឹងក៏វាមិនមែនអាស្រ័យទៅលើតែកញ្ច្រែងនិង air នេះដែរបងប្អូនបាទវាមានហ្គាសមានកុំព្យូទ័រវាផ្សេងទៀតប៉ុន្តែអានេះវាសំខាន់បើវាសំខាន់ដោយសារវាជាកញ្ច្រែងត្រជាក់អញ្ចឹងគ្រាន់តែចង់ដាស់តឿនទៅដល់អ្នកដែលទិញ spray យកបាញ់បាទតាមនេះគឺអត់មានជួយអីបានទេបងបាទវាគ្រាន់តែជួយលាងសម្អាតដីអីតិចតួចបាទនៅអាកំប៉ុងទៅយោហ្នឹងប៉ុន្តែបើជួយចិត្តត្រជាក់គឺអត់មានទេណាបាទអត់សំខាន់ទេហើយអាចទាំងចូលដើមទៀតបាទអញ្ចឹងកុំបាទយល់ល្អកុំខ្លីៗប៉ុណ្ណឹងបាទ